សួស្តីទាំងអស់គ្នាបាទចូលឆ្នាំខ្មែរឆ្នាំនេះគឺឆ្នាំម្សាញ់ខ្ញុំបាទរួមក្រុមគ្រួសារសប្បាយចិត្តហើយពីអ្នកប្តីប្រពន្ធខ្ញុំបានមកគ្រប់នឹងមុជទឹកឲ្យអ្នកមានគុណទាំងពីរហើយក៏អុជធូបសាពះ3ដងនិងកម្មាទោសកូនមានកំហុសខុសឆ្គងកន្លែងណាមួយសូមខសាពះគាត់3ដងហើយក៏ចាប់ផ្ដើមនាំគ្នាមកស្រង់ព្រះបាទហើយសប្បាយចិត្តមែនតែនបងប្អូនហើយឆ្នាំនេះព្រោះដោយសារឆ្នាំនេះអត់បានលក់ដូររាល់ឆ្នាំទេឆ្នាំនេះគឺមកលក្ខណៈដើរលេងលក្ខណៈអញ្ចឹងឆ្នាំនេះគឺសប្បាយចិត្តរំភើបក្រៃលែងបានមកស្រង់ព្រះឲ្យអ្នកមានគុណទាំងពីរតន់នៅមានស្នាមញញឹមរបស់គាត់អញ្ចឹងយើងទាំងអស់គ្នាបាទយើងចូលរួមមកស្រង់ព្រះទាំងអស់គ្នាបាទចាប់ផ្ដើមស្រង់ព្រះឲ្យបងប្អូនយើងដុសក្អែឲ្យគាត់បាទដុសក្អែគាត់ចាក់ទឹកគាត់ឲ្យត្រជាក់ជុំមកដុសក្អែយើងនឹកឃើញកាលពីគាត់នៅមានកម្លាំងនឹកឃើញកាលពីគាត់នៅចិញ្ចឹមយើងបីបាច់យើងពីតូចក្រូចឆ្មាគាត់ខប់រោទឹកក្តៅទឹកត្រជាក់គាត់ខំធ្វើយ៉ាងណាឲ្យយើងរស់មានដល់សប្តាហ៍ថ្ងៃដល់ធំដឹងក្តីដល់ប៉ុណ្្នឹងអីចឹងណាអញ្ចឹងថ្ងៃនេះសប្បាយចិត្តយើងមកមិនបានសងគុណអីគាត់ច្រើនក៏បានមកមុជទឹកឲ្យគាត់បាទហើយយើងសប្បាយចិត្តខ្ញុំមកដុសជើងដាក់ស្វូដុសជើងដល់អីឲ្យអ្នកមានគុណទាំងពីរឲ្យគាត់មានស្នាមញញឹមឲ្យគាត់អាយុវែងសូមជូនពរនៅឆ្នាំម្សាញ់2025យើងនេះសូមជូនពរក្រុមគ្រួសារទាំងអស់មិនថាក្រុមគ្រួសារខាងខ្ញុំឬក៏ក្រុមគ្រួសារខាងពុនខ្ញុំសូមឲ្យជួបតែសុខបីប្រការអាយុវណ្ណៈសុខពលៈកុំបីឃ្លីឃ្លាតឡើយអញ្ចឹងត្រជាក់ល្អបងប្អូនបាទរួមគ្នាកូនចៅមកស្រង់ព្រះបាទហើយជាចុងក្រោយគឺឃើញគាត់មានស្នាមញញឹមហើយសប្បាយចិត្តឃើញកូនទាំងអស់គ្នាមកជួបជុំហោហាបាទបាត់តែបងធំហើយបាត់តែបង2នាក់ទេដែលគាត់រវល់ការងារគាត់មិនបានមកអញ្ចឹងវីដេអូនេះគឺទុកជាអនុស្សាវរីយ៍ទៅថ្ងៃមុខថ្ងៃក្រោយបាទនៅពិធីធ្វើថ្ងៃទី3បាទថ្ងៃទី3ចូលឆ្នាំអញ្ចឹងមកស្រង់ព្រះហើយអញ្ចឹងបងប្អូនព្រោះស្អែកឡើងយើងចាប់ផ្ដើមប្រកបការងាររៀងខ្លួនខ្លះក៏ទៅធ្វើការខ្លះក៏នៅស្រែធ្វើអីចឹងបងប្អូនបាទអញ្ចឹងកម្មវិធីដែលស្រង់ព្រះបាទវីដេអូនេះសូមបញ្ចប់អរគុណច្រើនអ្នកតាម